បើយើងបន្តមកផ្នែកទី2របស់ទំព័រ40ដដែលគឺផ្នែក B listen to activate vocabulary បាទអញ្ចឹងអ្នកនរគ្នានឹងស្ដាប់ហើយត្រូវជ្រើសរើសជាចម្លើយមួយឧទាហរណ៍ថា the woman is single នៅ live ឬក៏ engaged ភ្ជាប់ពាក្យហើយឬក៏ married បាទ number 2 the man's aunt is ម្ដាយមីងរបស់បុរសហ្នឹងគាត់ engage ភ្ជាប់ពាក្យរួចហើយ widow គាត់បាទមេម៉ាយឬក៏គាត់ divorce ឬក៏លះលែងគ្នារួចហើយ the man sister is បាទបងប្អូនស្រីរបស់បុរសហ្នឹងគាត់យ៉ាងម៉េច engage ភ្ជាប់ពាក្យ separated បាទចែកផ្លូវគ្នាឬក៏ divorce លះលែងគ្នា the woman sister is បងប្អូនស្រីរបស់ស្ត្រីនោះគឺ engage ភ្ជាប់ពាក្យរួចហើយ separated ឬក៏ divorce បាទផ្នែកមួយទៀតហ្នឹងគឺទៅលើ grammar លើ grammar ហ្នឹងគឺអ្នកនរគ្នាត្រូវសិក្សាពី the simple present បាទនេះគឺជា review ទេការរំលឹកឡើងវិញទេបាទហើយពាក្យថា don't នេះគឺវាស្មើនឹង do not doesn't គឺស្មើនឹង does not នៅក្នុងទម្រង់ affirmative អ្នកនរគ្នាឃើញគេដាក់ថា my in-laws lives in Canada បាទសាច់ថ្លៃរបស់ខ្ញុំរស់នៅកាណាដាអ្នកនរគ្នាសម្គាល់មើល live ឡើយហ្នឹងអត់មាន s ទេមូលហេតុដោយសារតែ noun នេះសាច់ថ្លៃណា in-laws នេះអ្នកនរគ្នាឃើញមាន s មានន័យថាវាជាពហុវចនៈអញ្ចឹងរាល់កិច្ចសព្ទដែលប្រើបន្ទាប់ពីនាមពហុវចនៈអ្នកនរគ្នាកិច្ចសព្ទហ្នឹងមិនឲ្យថែម s ឬក៏ es ឬក៏បដូរ y ទៅ ies នោះទេកិច្ចសព្ទហ្នឹងគឺរក្សាដដែលបាទអ្នកនរគ្នាមើលបន្តគឺ my aunt lives nearby ទាំងអស់គ្នាឆ្ងល់ថាចុះមិនបាន lives កន្លែងហ្នឹងត្រូវថែម s កិច្ចសព្ទហ្នឹងមិនត្រូវថែម s មូលហេតុងាយទេដោយសារតែ aunt នេះម្ដាយមីងនេះគឺគាត់ singular គឺតែមួយទេអ្នកនរគ្នាឃើញស្រាប់ហើយគឺពាក្យ aunt ហ្នឹងតែមួយទេដូច្នេះកិច្ចសព្ទកាលណានាមដែលប្រើខាងដើមវាហ្នឹងវាឯកវចនៈសំដៅទៅតែមួយអញ្ចឹងយើងជំនួសដោយ c អញ្ចឹងបានគឺកិច្ចសព្ទត្រូវតែថែម s ឬក៏ es ឬក៏បដូរ y ដាក់ ies បាទចំណែកទម្រង់ negative statement ក្នុង negative statement អ្នកនរគ្នាឃើញ my cousins don't work now កន្លែងនេះឃើញគេប្រើពាក្យថា don't ដោយសារតែ cousin កន្លែងនេះគឺពហុវចនៈបាទអ្នកនរគ្នាឃើញពាក្យ cousin មាន s ឃើញទេបាទ cousin ហ្នឹងមាន s អញ្ចឹងវាចាប់ពី2នាក់ឡើងទៅហើយអញ្ចឹងចាប់ពី2នាក់ឡើងទៅគឺយើងប្រើ don't ប៉ុន្តែអ្នកនរគ្នាមើល clear បន្ទាប់ my grandfather បាទជីតារបស់ខ្ញុំអ្នកនរគ្នាឃើញ grandfather នេះអត់មាន s ទេអញ្ចឹងមានន័យថាតែម្នាក់ទេយើងអាចជំនួសដោយ he បានអញ្ចឹងក្នុងករណីតែម្នាក់គេប្រើ doesn't នៅពេលដែលអ្នកនរគ្នាប្រើ doesn't ហើយកិច្ចសព្ទដែលនៅខាងក្រោយនេះ work នឹងអត់ឲ្យថែម s ឬក៏ es អីទៀតទេណាគឺកិច្ចសព្ទរក្សាមកទម្រង់ដើមវិញបាទ base form វិញទម្រង់សំណួរនៅខាងក្រោមអ្នកនរគ្នាមើលបើសិនជាអ្នកនរគ្នាប្រើមួយ you គឺយើងត្រូវប្រើ do បាទប្រើ do ហើយទី2យើងប្រើ do ជាមួយនឹងពហុវចនៈឧទាហរណ៍ដូចអ្នកនរគ្នាឃើញ where do your in-laws live គ្នាឃើញទេដោយសារ in-law ពហុវចនៈដូច្នេះគេប្រើ do how many kids do they have ដោយសារតែប្រើមួយ they គឺគេប្រើ do បាទ what do your cousins do តើបងប្អូនជីដូនមួយរបស់អ្នកធ្វើអីអ្នកនរគ្នាឃើញ cousin ហ្នឹងគឺពហុវចនៈបាទនាមហ្នឹងពហុវចនៈអញ្ចឹងគេប្រើ do ទី2នេះប្រើមួយ you ទេយើងដឹងស្រាប់ហើយប្រើមួយ you គឺ I you we they ប្រើ do ទាំងអស់បាទចំណែកមកខាងទៀតនេះយើងឃើញ does he have grandkids តើគាត់មានចៅទេបាទកន្លែងនេះដោយសារយើងប្រើជាមួយនឹង he អញ្ចឹងយើងប្រើ does អញ្ចឹងក្នុងករណីប្រើជាមួយនឹង he she it ហ្នឹងគឺយើងប្រើ does ដើម្បីបង្កើតសំណួរហ្នឹងណាបាទអញ្ចឹងទី2គឺនាមដែលប្រើហ្នឹងគឺវាឯកវចនៈដូចជា ex wife អ្នកនរគ្នាឃើញ wife នេះ singular អញ្ចឹងគឺយើងប្រើ does ណាប្រើ does ទី1អ្នកនរគ្នាឃើញចំណុចមួយទៀតហ្នឹងគឺ she អញ្ចឹងយើងប្រើ does
បន្តមកទៀតហ្នឹងគឺ her ex husband husband ហ្នឹងក៏តែមួយដែរមិនមែន s ទេអញ្ចឹងប្រើ dash ដែរបាទ he ឬក៏ she ខាងក្រោមនេះសិតតែប្រើ dash ហើយបាទអរគុណ